សួស្តីអ្នកនរគ្នាតើយើងធ្លាប់សម័យទេថាបើសិនព្រះអាទិត្យដែលជាបេះដូងនៃប្រព័ន្ធសូឡារបស់យើងរលត់ទៅវិញភ្លាមៗហើយនៅពេលនោះភពទាំងអស់នឹងប្រែទៅជាងងឹតហើយនឹងមានរឿងអីកើតឡើងចំពោះភពផែនដីដែលយើងកំពុងរស់នៅនឹងគ្រាន់តែជាសញ្ញាយោប្រឌិតបែបវិទ្យាសាស្ត្រទេប៉ុន្តែតាមពិតទៅអ្នកវិទ្យាសាស្ត្របានសិក្សាស៊ីជម្រៅអំពីអ្វីដែលនឹងកើតឡើងចំពោះភពផែនដីយើងនៅពេលដែលវាត្រូវបានផ្ដាច់ចេញពីថាមពលដ៏ធំរបស់វាការបាត់ខ្លួនរបស់ពន្លឺព្រះអាទិត្យមិនគ្រាន់តែជាការបលត់ភ្លើងប៉ុណ្ណោះទេវាជាការរំលត់នៃទំនាញផងដែរតាមគោលការណ៍នៃទ្រឹស្ដី General Relativity របស់លោក Albert Einstein រលកទំនាញធ្វើដំណើរក្នុងល្បឿនពន្លឺដល់ផែនដីមានន័យថានៅពេលដែលព្រះអាទិត្យអលត់បាត់ភ្លាមយើងដឹងដំណើរគ្នានៅក្នុងពេលហ្នឹងផែនដីទាំងមូលត្រូវងងឹតការបាត់បង់កម្លាំងទំនាញនិងបាត់បង់បន្តិចម្ដងនៅពេលដែលបាត់ទំនាញផែនដីនឹងឈប់វិលក្នុងរាងជាអេលីបភ្លាមដោយសារគ្មានទំនាញវានឹងមិនដែលទៅមុខគឺវានឹងមិនដែលត្រង់ដោយអត់មានអីគ្រប់គ្រងបានភ្លាមផែនដីនឹងคล้ายទៅជាហូបមិនដែលដោយសេរីនៅពេលដែលការបញ្ចេញកម្ដៅដោយពន្លឺព្រះអាទិត្យបានបាត់បង់ផែនដីចាប់ផ្ដើមថយចុះកម្ដៅយ៉ាងគំហុកក្នុងរយៈពេលមួយអាទិត្យសីតុណ្ហភាពនៅលើផ្ទៃភពជាមធ្យមនឹងធ្លាក់ចុះក្រោម18អង្សាសេវាជាការចាប់ផ្ដើមនៃយុគសម័យទឹកកកទាំងទឹកនៅលើផ្ទៃផែនដីទាំងអស់នឹងចាប់ផ្ដើមកកតិចម្ដងដើមឈើចាប់ផ្ដើមងាប់ក្នុងរយៈពេល2ទៅ3សប្ដាហ៍ហើយដើមឈើធំអាចរស់នៅបានយូរជាងនេះដោយសារតែមានទុនបំរុងជាតិស្ករដ៏ច្រើនដែលអាចឈានចូលទៅដល់ច្រើនសតវត្សបន្តមកទៀតសត្វនឹងស្លាប់ក្នុងរយៈពេលប្រមាណសប្ដាហ៍ទៅប្រមាណខែដោយសារធាតុត្រជាក់និងភាពអត់ឃ្លានក្នុងរយៈពេល12ខែសីតុណ្ហភាពជាមធ្យមនឹងធ្លាក់ចុះរហូតដល់ដក73អង្សានៅចំណុចនេះជីវិតដែលមាននៅលើភពទាំងប៉ុន្មានត្រូវបានលុបបំបាត់ទោះជាយ៉ាងនេះក៏ដោយមហាសមុទ្រដ៏ធំរបស់ផែនដីនៅមានកម្ដៅវានឹងចាប់ផ្ដើមកកពីលើចុះក្រោមប៉ុន្តែតកកគឺជាអេសឡង់ដ៏មានប្រសិទ្ធភាពនៅពេលហ្នឹងពីព្រោះស្រទាប់តកកក្រាស់នឹងបង្កើតរបាំងពីការបាត់បង់កម្ដៅហើយអ្នកវិទ្យាសាស្ត្រក៏ស្មានដែរថាទឹកសមុទ្ររាវអាចនឹងនៅតែមានធាតុអូស្មန်សំខាន់ដែលមាននៅក្នុងបរិយាកាសរបស់យើងគឺអាសូតនិងអុកស៊ីហ្សែនក៏ចាប់ផ្ដើមកកហើយវាអណ្ដែតនៅលើផ្ទៃតកកនៅក្នុងទម្រង់ជាខ្យល់ដំណាក់កាលចុងក្រោយផែនដីនឹងคล้ายទៅជាភពថ្មនិងគ្របដណ្ដប់ទៅដោយតកកបញ្ហាមួយទៀតគឺអុកស៊ីហ្សែនក្នុងរយៈពេលរាប់រយលានឆ្នាំរុក្ខជាតិបានផលិតអុកស៊ីហ្សែនឲ្យយើងដកដង្ហើមបើគ្មានការពេញបន្ថែមអុកស៊ីហ្សែននៅក្នុងបរិយាកាសទេវានឹងត្រូវប្រើប្រាស់យឺតដោយស្ថានភាពភូមិសាស្ត្រអាយុកាលជាមធ្យមសម្រាប់ម៉ូលេគុលអុកស៊ីហ្សែននៅក្នុងបរិយាកាសគឺប្រហែល2លានឆ្នាំដូច្នេះនៅក្នុងរយៈពេល2លានឆ្នាំផែនដីនឹងក្លាយជាភពដែលមិនអាចដកដង្ហើមបានសូម្បីតែមុនពេលបរិយាកាសប្រែទៅជាកកក៏ដោយនៅក្នុងរយៈពេលរាប់លានឆ្នាំការត្រជាក់បន្តរហូតដល់កម្រិត cryogenic ជីវិតដែលនៅសេសសល់នឹងត្រូវពឹងផ្អែកទាំងស្រុងទៅលើការធ្វើសំយោគគីមីនៅក្នុងមហាសមុទ្រដ៏ជ្រៅជីវិតមិនពឹងផ្អែកនៅលើពន្លឺព្រះអាទិត្យទៀតទេហើយកម្ដៅក៏ត្រូវបានរលាយបន្តិចម្ដងបង្កើតឡើងវិញនៅអូស្មန်និងសាធារ៉ែពពួកបាក់តេរីអតិសខុមប្រាណដែលរស់នៅតំបន់ប៉ែកទឹកជ្រៅនិងប្រើអូស្មန်ទាំងអស់ហ្នឹងអូស្មန်ហ្នឹងមានដូចជា hydrogen sulfuric ដើម្បីផលិតអាហារយន្តការសំយោគគីមីនេះត្រូវបានគេជឿថាវាជាវិធីសាស្ត្រដែលជីវិតដំបូងបានចាប់ផ្ដើមកកើតនៅលើផែនដីដោយសារថាមពលនេះបានមកពីកម្ដៅវិទ្យុសកម្មស្នូលរបស់ផែនដីមានអាយុកាលរាប់ពាន់លានឆ្នាំដូច្នេះជីវិតដែលស្ថិតនៅក្នុងទឹកជ្រៅទាំងហ្នឹងអាចបន្តជីវិតយូរជាងជីវិតនៅលើផ្ទៃផែនដីទៅទៀតតើអ្វីដែលរក្សាកម្ដៅនៅខាងក្នុងបន្ទាប់ពីព្រះអាទិត្យត្រូវបានបាត់បង់ប្រភពកម្ដៅរបស់ផែនដីគឺមកពីកម្ដៅដែលនៅសេសសល់ពីការកកើតរបស់ភពការរលួយនៃធាតុអ៊ីសូតូបដែលមានអាយុកាលវែងដូចជាអ៊ុយរ៉ាញ៉ូម ថូរីម និងប៉ូតាស្យូមដែលមាននៅក្នុងសម្បកស្រទាប់ផែនដីកម្ដៅវិទ្យុសកម្មនេះផ្ដល់ពាក់កណ្ដាលនៃកម្ដៅផែនដីដែលបាត់បង់នៅលើផ្ទៃដីចាប់ផ្ដើមបាត់បង់ការធ្វើដំណើរនៅក្នុងគន្លងជាក់លាក់មួយវាដូចជាភពអាចារ្យតកក Icy Moon របស់ប្រព័ន្ធព្រះអាទិត្យយើងដូចភព Europa របស់ភពពហុនិង Enceladus របស់ភពសៅរ៍គេជឿថាវាមានមហាសមុទ្រក្រោមដីរក្សាបានដោយកម្ដៅខាងក្នុង
ភាពខុសគ្នាគឺថាផែនដីមានម៉ាស់ធំជាងអញ្ចឹងកម្ដៅផ្ទៃក្នុងរបស់ផែនដីវាគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវិតរាប់សែនឆ្នាំទៅមុខទៀតនៅចុងក្រោយបំផុតបន្ទាប់ពីរាប់លានឆ្នាំផែនដីនឹងឈានទៅដល់លំនឹងកម្ដៅស្ថិរភាពគឺវាលែងឡើងវាលែងចុះកម្ដៅគឺចាប់ផ្ដើមថេរក្នុងស្ថានភាពហ្នឹងកម្ដៅដែលបង្កើតដោយស្នូលខាងក្នុងធ្វើឲ្យផែនដីមានតុល្យភាពប្រឆាំងនឹងកម្ដៅដែលនឹងភាយទៅក្នុងលំហបន្តទៀតសីតុណ្ហភាពចុងក្រោយរបស់ផែនដីត្រូវបានគេប៉ាន់ស្មានថាវាអាចមានចន្លោះពី30ទៅ400 Fahrenheit ដូច្នេះផែនដីនឹងត្រូវចុះត្រជាក់ខ្លាំងដូចជាស្ថានីយវិទ្យុសកម្មមួយដ៏ធំចឹងសីតុណ្ហភាពដែលមាននៅក្នុងផែនដីត្រូវស្ថិតនៅដក273អង្សាសេមានន័យថាស្ថានភាពបរិយាកាសនៅលើផែនដីនឹងចុះត្រជាក់ខ្លាំងសម្រាប់មនុស្សបើសិនជាចង់រស់នៅក្នុងភពផែនដីដែលបាត់បង់ពន្លឺព្រះអាទិត្យចាំបាច់ត្រូវបង្កើតទីជម្រកជ្រៅនៅក្រោមផ្ទៃសមុទ្រដើម្បីការពារខ្លួនពីអាកាសធាតុត្រជាក់ផងដែរកន្លែងនេះគេហៅថាតំបន់រស់នៅក្រោមដី Subsurface Habitable Zone សីតុណ្ហភាពនៅក្រោមដីនឹងកើនឡើងប្រហែល25អង្សាសេនៅរៀងរាល់1គីឡូម៉ែត្រម្ដងដើម្បីរក្សាសីតុណ្ហភាពស្ថិតនៅក្នុងកម្រិត room temperature ដើម្បីអាចឲ្យជីវិតរស់នៅបានគឺចន្លោះពី20អង្សាសេទៅ25អង្សាសេត្រូវជីកនៅក្នុងផ្ទៃដីរហូតដល់ជម្រៅប្រហែល2គីឡូម៉ែត្រនៅក្រោមនីវ៉ូទឹកសមុទ្រទៀតនៅពេលគេជីកកាន់តែជ្រៅកម្ដៅកាន់តែភាយឡើងមកលើខ្លាំងអញ្ចឹងសួរថាតើដើម្បីកសាងទីជម្រកនៅក្រោមដីបានគេអាចមានវិធីសាស្ត្រអីខ្លះដើម្បីទប់ស្កាត់កម្ដៅដែលភាយចេញពីការជីកដីហ្នឹងសរុបមកវិញការបាត់វត្តមានរបស់ព្រះអាទិត្យគឺជាសេណារីយ៉ូដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតបង្ហាញពីភាពងាយរងគ្រោះចំពោះជីវិតដែលនៅលើផ្ទៃផែនដីនៅក្នុងរយៈពេល8.3 នាទីផែនដីទាំងមូលនឹងចាប់ផ្ដើមចុះត្រជាក់ហើយដីទាំងអស់នឹងត្រូវកកក្នុងរយៈពេលបន្ទាប់ពីមួយឆ្នាំក្រោយមកទៀតបរិយាកាសដូចជាកម្រិតអុកស៊ីហ្សែននៅក្នុងបរិយាកាសនឹងត្រូវថយចុះនៅក្នុងរយៈពេល2លានឆ្នាំមនុស្សទាំងអស់ក៏ត្រូវធ្វើការផ្លាស់ប្ដូរទីជម្រកក្រោមដីក្នុងជម្រៅរាប់សិបម៉ែត្រទៀតឧបសគ្គរបស់មនុស្សគឺមិនមែនជាការរក្សាកម្ដៅនៅក្នុងភពផែនដីទេប៉ុន្តែគឺជាការបង្កើនថាមពលបច្ចេកវិទ្យាក្នុងរយៈពេលដ៏ខ្លីដើម្បីធានាថាការរស់រានរបស់ជីវិតមនុស្សនៅក្រោយពេលដែលបាត់ពន្លឺព្រះអាទិត្យអាចទប់ទល់បានក្នុងកម្រិតប៉ុណ្ណាបើសិនជាមានមនុស្សរាប់លាននាក់ត្រូវផ្លាស់ប្ដូរទីលំនៅអូខេតើបងប្អូនគិតយ៉ាងណាដែរបើសិនជាសេណារីយ៉ូដែលថាព្រះអាទិត្យត្រូវបានបាត់បង់ផែនដីរបស់យើងលែងមានពន្លឺព្រះអាទិត្យតទៅទៀតសូមចែកម្លែកមតិយោបល់នៅខាងក្រោមវីដេអូអរគុណច្រើន